ក្នុងវីដេអូនេះខ្ញុំបានពី shortcut key ដែលយើងចង់បាន date ការបរិច្ឆេទនិងម៉ោងបច្ចុប្បន្នបាទ shortcut key ហ្នឹងអ្នកទាំងគ្នាសម្រាប់ date ការបរិច្ឆេទអ្នកទាំងគ្នាក៏ចុច shift បូក 1L បូក 1D ទៅបាទ3 key shift បូក 1L បូក 1D ទៅវាចេញការបរិច្ឆេទបច្ចុប្បន្នបាទថ្ងៃ5ខែ2 2026ទៅម៉ោងដូចគ្នាបាទចុច shift បូក 1L អក្សរ T ទៅវាចេញបាទម៉ោងដែលយើងចុចហ្នឹងបាទម៉ោង 11:49 AM បាទហ្នឹងគឺ shortcut បាទខ្លីៗហើយតើតងចំណុចទី2គឺ subscribe និង superscribe បាទយើងចង់ដាក់x carré hash de o អីបាទអានេះគឺយើងចង់រុញលេខ2ទៅលើឬក៏ទៅក្រោមបាទនៅក្នុង Word ចឹងមានបាទនៅកន្លែង home ហ្នឹងបាទមាន x carré និង x de បាទអ្នកទាំងគ្នាចង់សរសេរដូចជាបាទរូបមន្តគណិតវិទ្យាគីមីហ្នឹងបាទសពោណាបាទយើងចង់រុញលេខឬក៏រុញអក្សរទៅលើមកក្រោមបាទបើចង់ឲ្យវាទៅលើចុចកន្លែង x carré ទៅចង់ឲ្យមកក្រោមចុចកន្លែង x de ទៅបាទអានេះនៅក្នុងគណិតវិទ្យាសពោណាបាទយើងអាសាឃើញមួយទៀតចង់បានរូបមន្តគណិតវិទ្យាបាទចូល insert មើលមកខាងស្ដាំយកកន្លែង equation មកហ្នឹងហើយអញ្ចឹងអ្នកទាំងគ្នាអាចសរសេររូបមន្តគណិតវិទ្យាបានបាទឧទាហរណ៍ថាខ្ញុំចុចវាមកឆ្វេងមកឧទាហរណ៍យើងចង់បានa ស្មើ pi a carré បាទរូបមន្តផ្ទៃវងបាទបន្តមកទៀតយើងចូលកន្លែង equation មកបាទវាមានកន្លែង fraction មានអីចឹងទៅបាទអ្នកទាំងគ្នាយកមួយមកហ្នឹងហើយបើយើងចង់បានលេខ2ពីលើវាមានប្រអប់ហើយអញ្ចឹងកន្លែងនេះខ្ញុំដាក់ pi អញ្ចឹង pi គេមានអក្សរ basic math នៅខាងលើបាទហើយមានច្រើនទៀតបាទសុទ្ធតែអក្សរ correct និយាយទៅអក្សរតាក់ទងគណិតវិទ្យាមាននៅក្នុងនឹងទាំងអស់បាទខ្ញុំដាក់ pi មួយមកបាទហើយ a អក្សរ o បាទ carré លេខ2បាទយើងចុចលេខ2មកអាហ្នឹងគឺគំរូរបស់គេស្រាប់ហើយបាទនៅក្នុងគណិតវិទ្យាគេមានប្រអប់គេមានគំរូស្រាប់ហើយយើងក៏ទាញមកយើងវាយបញ្ចូលតួលេខរបស់យើងទៅបាទសូមអរគុណ